ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមឡើងបង្ហាញទាក់ទងទៅនឹងថ្នាលគ្រូបឋមដោយសារបច្ចុប្បន្នគឺថ្នាលគ្រូបឋមបានអាប់ដេតព័ត៌មានរហូតទៅដល់7វគ្គសិក្សាហើយដោយកន្លងទៅខ្ញុំបាទក៏បានចូលរួមបាន5វគ្គសិក្សារួចហើយក៏បានបញ្ចប់វគ្គសិក្សាទី6មកកាលពីម្សិលមិញហើយមានចម្ងល់មួយចំនួនដែលលោកគ្រូអ្នកគ្រូកំពុងតែមានបញ្ហាទាក់ទងទៅនឹងមុខងារដែលពិបាកនៅក្នុងការអនុវត្តគាត់នៅតែបន្តការសួរប៉ុន្តែវាមិនមែនជាបញ្ហាប្រឈមខ្លាំងណាស់ណាទេអូខេឥឡូវខ្ញុំសូមបកស្រាយតិចតួចទាក់ទងទៅនឹងកិច្ចការមួយនៅក្នុងមេរៀនទាក់ទងវិន័យបែបវិជ្ជមានមួយនេះនៅក្នុងវគ្គសិក្សាទី6ឬក៏វគ្គសិក្សាទី7អញ្ចឹងនៅក្នុងដំណាក់កាលនេះលោកគ្រូអ្នកគ្រូត្រូវធ្វើកិច្ចការមួយដែលមានប្រធានបទគោលនៅខាងលើហើយគេតម្រូវឲ្យលោកគ្រូអ្នកគ្រូបង្ហាញនៅចំណុចផ្នែកមួយនៅក្នុងចំណុចនេះនៅពេលដែលយើងបានធ្វើកិច្ចការនោះរួចរាល់ហើយគឺយើងត្រូវបញ្ជូនកិច្ចការរបស់យើងទៅលើនៅពេលដែលយើងបញ្ជូនគ្រូអ្នកគ្រូយើងនឹងទទួលបានការវិតម្លៃឬក៏កិច្ចការរបស់សិក្ខាកាមគេប្រើពាក្យថាសិក្ខាកាម2រូបដែលគាត់ផ្ញើមកយើងមានន័យថាយើងបញ្ជូនកិច្ចការរបស់យើងទៅគេតែយើងអត់ដឹងថាជាបុគ្គលណាទេគេប្រើពាក្យថាសិក្ខាកាមអនាមិកអញ្ចឹងគេក៏ដឹងយើងក៏ដឹងគេប៉ុន្តែយើងត្រូវវិតម្លៃឲ្យគេបើយើងអត់វិតម្លៃទេលទ្ធផលឬក៏ការរងចាំគឺនឹងនៅតែរងចាំនឹងឯងអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញទៅតងការវិតម្លៃឥឡូវមិញខ្ញុំបានបញ្ជូនកិច្ចការខ្ញុំទៅខ្ញុំក៏បានទទួលបានសិក្ខាកាមនាមិកចំនួន2អញ្ចឹងខ្ញុំអានខ្លឹមសាររបស់ពួកគាត់ដែលពួកគាត់បានសរសេរតើមកយើងចាប់ដើមមើលការដាក់បន្ទុកអញ្ចឹងនៅក្នុងការដាក់បន្ទុកមាន3ចំណុចយើងមើលនៅក្នុងជួរដេកចំណុចទី1ទាក់ទងភាពត្រឹមត្រូវអញ្ចឹងយើងឲ្យបន្ទុកចាប់ពី1រហូតដល់4បើសិនជាគាត់ធ្វើបានល្អគឺយើងឲ្យ4ប៉ុន្តែបើវាមិនផ្សារភ្ជាប់ជាមួយប្រធានបទទេគឺយើងឲ្យត្រឹមតែចំនួន1ឬក៏2ចំនួន2គឺមធ្យម3គឺល្អបើ1មានន័យថាមិនត្រឹមត្រូវទេត្រូវកែលម្អអញ្ចឹងមិនថាកាត់ឲ្យគាត់ធ្វើឡើងវិញឥឡូវសិក្ខាកាមនាមិកទី1គឺគាត់ធ្វើបានមធ្យមខ្ញុំឲ្យបន្ទុកគាត់2ហើយនឹង3ប៉ុន្តែពេលដែលឲ្យយើងមើលហេតុផល1 2 3ដែលគេដាក់បញ្ជាក់ឲ្យយើងទៅបន្ទាប់មកយើងគិតថាតើគាត់សមនឹងទទួលបានប្រមាណប៉ុន្តែបើគាត់សរសេរមិនសមហេតុផលក៏យើងឲ្យបន្ទុកគាត់មួយដើម្បីឲ្យគាត់ធ្វើឡើងវិញប៉ុន្តែជនសិក្ខាកាមទី1ដែលខ្ញុំបានវិតម្លៃគឺខ្ញុំគិតថាទទួលយកបានខ្ញុំឲ្យគាត់មធ្យមបន្ទុកមាន2មាន3ហើយយើងព្យាយាមទៅអានខ្លឹមសាររបស់គាត់ដដែលដើម្បីមើលថាតើអ្វីដែលគាត់សរសេរទៅតងទី1សកម្មភាពទៅតងទី2ពេលវេលាឬក៏ដំណោះស្រាយគាត់សរសេរបាននៅតមកទៅខាងក្រោមយើងមានកន្លែងមតិយោបល់រួមលើកិច្ចការរបស់សិក្ខាកាមអញ្ចឹងយើងព្យាយាមសរសេរក៏បានអត់ក៏សរសេរក៏បានអញ្ចឹងប៉ុន្តែបើយើងមានអ្វីជាសំណុំពរជាអនុសាសន៍យើងសរសេរទៅដោយសិក្ខាកាមនាមិកទី1គឺខ្ញុំដាក់ថាព្យាយាមលម្អិតខ្លឹមសារ1 2 3បែបនេះទៅឥឡូវចូលមកដល់បន្ទាប់ពីយើងបញ្ជូនទៅគឺវាបានដាក់ថារង្វាតម្លៃបានបញ្ជូនរួចរាល់អញ្ចឹងខ្ញុំបានវាតម្លៃទៅសិក្ខាកាមទី1រួចហើយដល់ពេលសិក្ខាកាមទី2គឺខ្ញុំគ្រាន់តែមើលខ្ញុំដឹងថាគាត់យកតាម AI មកបាត់ហើយអញ្ចឹងខ្ញុំផ្ដល់ការកែលម្អជូនគាត់គឺ1អញ្ចឹងនៅពេលដែលរួចហើយខ្ញុំបញ្ចេញមតិយោបល់ដោយដែលបានឃើញបែបនេះអញ្ចឹងខ្ញុំដាក់ថាសូមព្យាយាមសរសេរបង្ហាញគំនិតខ្លួនឯងដោយមិនប្រើគំនិតបញ្ញាសិប្បនិម្មិត AI ដើម្បីមកជួយព្រោះនៅក្នុងវគ្គសិក្សាទី6និងទី7ក៏មានខ្លឹមសារមួយដែលឲ្យសិក្ខាកាមគ្រប់រូបបដិញ្ញាចិត្តនៅក្នុងការព្យាយាមសិក្សារៀនសូត្រសរសេរឬក៏បង្ហាញចម្លើយដោយខ្លួនឯងទោះមិនល្អឥតខ្ចោះប៉ុន្តែវាជាតថភាពនៅក្នុងថ្នាក់រៀនផ្សារភ្ជាប់ទៅនឹងខ្លឹមសារបន្ទាប់ពីយើងសរសេរហើយយើងដាក់ថាបញ្ជូនការវិតម្លៃទៅមកហើយយើងនឹងទទួលបានគ្រីស្ពណ៌បេតងបញ្ជូនវិតម្លៃបានរួចរាល់ប៉ុន្តែរបស់កិច្ចការរបស់ខ្ញុំគឺនៅដដែលទេអញ្ចឹងគេដាក់ថាកិច្ចការរបស់អ្នកកំពុងរងចាំការវិតម្លៃពីសិក្ខាកាមដទៃអញ្ចឹងការវិតម្លៃគឺមានតែប៉ុណ្្នេះឯងឥឡូវខ្ញុំបាទសូមជូនទៅកាន់ថ្នាលទាំងមូលឡើងវិញ
ទាក់ទងនឹងវគ្គសិក្សាទី6និងទី7ដើម្បីឲ្យលោកគ្រូអ្នកគ្រូទទួលបានជោគជ័យតាមបទពិសោធន៍ដែលខ្ញុំបានធ្វើអូខេឥឡូវខ្ញុំសូមបកទៅកន្លែងមេរៀនមួយដែលខ្ញុំបានរៀនហើយលោកគ្រូអ្នកគ្រូខ្ញុំបញ្ជាក់ត្រង់នេះបន្តិចណាកន្លែងលេខកូដនេះលោកគ្រូអ្នកគ្រូមិនបាច់ខ្វាយខ្វល់ទេវាអត់ជាបញ្ហាទេលោកគ្រូអ្នកគ្រូអត់បាច់ទៅចូលវ័យកូដវ័យអីត្រង់ចំណុចនេះទេណាលោកគ្រូអ្នកគ្រូអូខេខ្ញុំសូមបន្តទៅវគ្គថ្មីទៅវគ្គមួយដែលខ្ញុំបានធ្វើម្សិលមិញទៅតងបទពិសោធន៍ទៅតងនឹងវិន័យ3វិជ្ជមាននិងការគ្រប់គ្រងអ្នករៀនអញ្ចឹងខ្ញុំសូមបង្ហាញត្រួសទៅតងទៅនឹងខ្លឹមសារមេរៀននេះអ្នកតងនឹងការធ្វើយ៉ាងណាឲ្យអនុវត្តឬក៏រៀនក្នុងមេរៀននេះឲ្យទទួលបានជោគជ័យដោយនៅក្នុងមេរៀននេះគឺមានចំនួន9 model ដោយមានចាប់ពី model 1ដល់ model 9ហើយនៅក្នុងចុងក្រោយ model គឺមានការបញ្ចប់វគ្គអញ្ចឹងនៅក្នុងបញ្ចប់វគ្គគឺលក្ខណៈពិសេសនៅត្រង់នេះលោកគ្រូអ្នកគ្រូគឺសកម្មភាព1នាទីដែលលោកគ្រូអ្នកគ្រូកំពុងមានបញ្ហាអញ្ចឹងនៅត្រង់នេះគឺត្រូវការវិតម្លៃពីសិក្ខាកាម2រូបមកលើកិច្ចការរបស់យើងហើយយើងក៏ត្រូវវិតម្លៃកិច្ចការចំនួន2របស់សិក្ខាកាមណាមឹកដែលគេផ្ញើមកចែកដន្យដែលយើងមិនដឹងថាគាត់ជាអ្នកណាអ្នកណីទេចឹងនៅក្នុងការធ្វើកិច្ចការនេះលោកគ្រូអ្នកគ្រូព្យាយាមមើលប្រធានបទហើយទៅសេពណ៌នាទៅហើយរងចាំសិក្ខាកាមគេវិតម្លៃយើងអូខេឥឡូវខ្ញុំសូមទៅបង្ហាញទៅតនឹងការចូលរៀនដើម្បីទទួលបានជោគជ័យឥឡូវខ្ញុំសូមលើកយក model ណាមួយឥឡូវខ្ញុំយកចាប់ពីសេចក្តីផ្ដើមចុះពេលដែលយើងចូលទៅវាមានសេចក្តីផ្ដើមលោកគ្រូអ្នកគ្រូព្យាយាមអានលំអិតទៅតសេចក្តីផ្ដើមថាគេចង់ធ្វើអីអញ្ចឹងពេលដែលយើងអានចប់វានឹងដាក់ថាបានបញ្ចប់រួចហើយអញ្ចឹងនឹងលោតពណ៌បៃតងតែមកចូលដល់ចំណុចបន្ទាប់ទៅតការវិតម្លៃគេបានបញ្ជាក់យើងហើយការវិតម្លៃគឺមាន3ប្រភេទគឺត្រួតពិនិត្យក្នុងមេរៀនវិតម្លៃបញ្ចប់ model ហើយនិងវិតម្លៃបញ្ចប់វគ្គតេស្តបញ្ចប់វគ្គអញ្ចឹងលោកគ្រូព្យាយាមអនុវត្តទៅតាមសេចក្តីណែនាំរបស់នេះទៅមកគេមានកន្លែងមួយលោកគ្រូវគ្គទី6គឺមានកន្លែងបដិញ្ញាចិត្តអញ្ចឹងយើងត្រូវ copy នៅអាពាក្យពណ៌ខៀវនោះខ្ញុំបដិញ្ញាចិត្តប្រកាន់ជាប់គ្រប់ការសុចរិតដោយមិនប្រើអីគេដោយមិនប្រើបញ្ញាសិប្បនិមិត្ត AI ឬក៏ copy ចម្លងនៅពេលដែលយើងបញ្ជូនឲ្យលោកគ្រូអ្នកគ្រូត្រូវ scroll ទៅក្រោមអាន comment របស់គេបើអត់ scroll ទៅក្រោមទេលោកគ្រូអ្នកគ្រូនឹងអត់អាចបញ្ចប់វគ្គនេះទេអញ្ចឹងខ្ញុំធ្លាប់ជួបបទពិសោធន៍ហើយពេលរួចហើយមិនក៏វាអត់ទៅមុខចឹងត្រូវអូសឲ្យដល់ក្រោមរហូតដល់ឃើញពណ៌បៃតងថាបានបញ្ចប់ហើយចាំយើងបន្តឥឡូវយើងចូលដល់មេរៀនមួយពេលដែលរៀនចូលដល់មេរៀននេះគឺលោកគ្រូអ្នកគ្រូត្រូវមានតេស្តចឹងតេស្តលោកគ្រូអ្នកគ្រូជ្រើសរើសចម្លើយដែលត្រឹមត្រូវបើលោកគ្រូអ្នកគ្រូអត់ចាំចម្លើយធ្វើម៉េចអានមេរៀននៅខាងលើព្រោះមេរៀននៅខាងលើសំណួរនៅខាងក្រោមអញ្ចឹងសំណួរគឺសិតតែជាប្រភេទពហុជ្រើសរើសអញ្ចឹងលោកគ្រូអ្នកគ្រូព្យាយាមជ្រើសរើសឲ្យបានត្រឹមត្រូវហើយនៅក្នុងការជ្រើសរើសផងដែរសំណួរខ្លះគឺមានចាប់ពី1 2 3ចម្លើយអញ្ចឹងព្យាយាមមើលថាតើនៅក្នុងសំណួរនោះតើចម្លើយមានតែមួយឬក៏លើសពីមួយអញ្ចឹងព្យាយាមអានរើសឲ្យបានច្រើនជៀសវាងពេលដែលលោកគ្រូអ្នកគ្រូខុសធ្វើឲ្យខាតពេលវេលាហើយយើងត្រូវអនុវត្តច្រើនដងដដែលដែលធ្វើលោកគ្រូអ្នកគ្រូពិបាកក្នុងការតបបន្តប៉ុន្តែដល់ពេលដែលយើងធ្វើរួចបែបនេះយើងដាក់បញ្ជូនចម្លើយអញ្ចឹងលោកវាលោតបៃតងហើយចម្លើយដែលយើងត្រឹមត្រូវគឺ3/3មានយើងត្រូវទាំង3ហើយអញ្ចឹងបើត្រូវទាំង3ហើយយើងអាចបន្តសកម្មភាពទៅមុខបានហើយប៉ុន្តែបើធ្វើអត់បានទេគេអាចផ្ដល់ឱកាសឲ្យលោកគ្រូសាកល្បងមួយលើកទៀតប៉ុន្តែបើមួយលើកទៀតនៅតែខុសគេនឹងលោតនាទីឲ្យចន្លោះពេលនាទីអាច5នាទីឬក៏3នាទីអញ្ចឹងលោកគ្រូបើធ្វើខុសត្រូវម្ដង2ដង3ដងត្រូវរងចាំជាប់នាទីហើយអញ្ចឹងត្រូវអានមេរៀនឡើងវិញជាបន្តទៅនឹងឯកសារដែលមានបែបនេះលោកគ្រូពង្រីកពង្រួមនឹងបែបនេះរត់អត់ដឹងពិបាកក្នុងការអានអញ្ចឹងលោកគ្រូត្រូវជ្រើសរើសយកទាញយកជា PDF ដើម្បីអានអត្ថបទហើយនឹងឆ្លើយសំណួរតេស្តមេរៀនមួយនេះអញ្ចឹងគ្រូចុចជា PDF បែបនេះមកចង់ download រក្សាទុកក៏បានដែរតែបើអត់ទេគ្រាន់តែអានយកចំណេះដឹងក៏បានហើយលោកគ្រូអាចពង្រីកបានយ៉ាងងាយស្រួលនៅពេលដែលលោកគ្រូចុចយកទាំង PDF តែពីចុចហើយលោកគ្រូឆ្លើយសំណួរនេះឲ្យបានហើយដើម្បីយើងអាចបន្តសកម្មភាពទៅមុខអូខេឥឡូវចូលដល់សកម្មភាពជាបន្តទៅតងទៅនឹងវីដេអូលោកគ្រូក៏មានចម្ងល់ថាវីដេអូមើលចប់ហើយមិនក៏វាអត់បន្តទៅមុខបានអញ្ចឹងលោកគ្រូបញ្ជាក់ថាវីដេអូអត់អាចខាអត់អាចលោតផ្លោះបែបណាទេត្រូវទស្សនាឲ្យចប់ហើយបើមើលមួយដងអត់ចប់ហើយវាលោតត្រូវមើល2ទៅ3ដងតាមបទពិសោធន៍ខ្ញុំមើល3ដងទៅ4ដងបានវាលោតដាក់ថាបានបញ្ចប់រួចហើយអញ្ចឹងអ្វីគ្រប់យ៉ាងត្រូវព្យាយាមស្ដាប់ហើយមើលឲ្យបានច្រើនដងដើម្បីឆ្លើយសំណួរបានត្រឹមត្រូវណាលោកគ្រូនិយាយថាអត់អាចខាវីដេអូបានទេហើយបើមើលវីដេអូពិបាកលោកគ្រូអាចចុចទៅកន្លែង YouTube នេះចុចទៅ YouTube ទៅវានឹងចេញវីដេអូហើយអាចស្ដាប់
slow ស្ដាប់លឿនអីបានដោយសេរីអញ្ចឹងដល់ពេលដែលមើលចប់3ទៅ4ដងហើយវាថាបានបញ្ចប់សកម្មភាពរួចរាល់គេបន្តទៅទៀតហ្នឹងជិតចប់ហើយលោកគ្រូឥឡូវទៅក្រោមមេរៀននេះផ្លែកបន្តិចជាទូទៅយើងសកម្មភាពចប់យើងតេស្តបញ្ចប់វគ្គប៉ុន្តែមេរៀននេះអត់ទេតេស្តបញ្ចប់វគ្គហើយបានយើងចូលអាសម្រាប់1នាទីដូចខ្ញុំបកស្រាយខាងដើមអរគុណលោកគ្រូ